កំពុងតែមានបញ្ហាស្រុតស្បូនហើយបើសិនតែយើងຕົកបញ្ហាស្រុតស្បូននឹងបន្តទៀតតើស្ត្រីនឹងជួបបញ្ហាអ្វីខ្លះប្រឈមមុខនឹងអ្វីខ្លះអញ្ចឹងជាទូទៅស្ត្រីដែលកំពុងមានបញ្ហាតែទងជាមួយនឹងការស្រុតស្បូនណាគឺគាត់តែងតែមានអាការៈឈឺចង្កេះឈឺអាងតាគៀកអ៊ុលណែនទល់ទៅជាដើមអញ្ចឹងបើសិនតែបងប្អូននៅតែបន្តຕົកទៀតអាចនឹងធ្វើឲ្យឈឺចង្កេះឈឺអាងតាគៀកកាន់តែខ្លាំងសម្រាប់បងប្អូនស្រុតស្បូននៅដំណាក់កាលទី1ទី2គឺអត់សូវជាមានបញ្ហាខ្លាំងឬក៏អត់សូវមានការធ្វើទុកតែចូលដំណាក់កាលទី3ទី4លូនលៀនចេញក្រៅបងប្អូននឹងចាប់ផ្ដើមឈឺចង្កេះឈឺអាងតាគៀកកាន់តែខ្លាំងមានការធ្លាក់សករោគរស់នៅជាមួយដៃគូស្ងួតក្តៅក្រហល់កាហាយបាត់បង់ចំណង់ធ្វើឲ្យអរម៉ូនយើងមានការធ្លាក់ចុះពេលដែលយើងមានធ្លាក់សខ្លាំងអញ្ចឹងវាធ្វើឲ្យវដ្តរដូវរបស់យើងនឹងគឺមានបញ្ហាជាពិសេសពេលដែលលូនលៀនចេញក្រៅបើសិនតែយើងអត់កាត់ស្បូនទេគឺនឹងធ្វើឲ្យបងប្អូនមានការធ្លាក់សករោគប្រឈមនឹងបញ្ហាមហារីកអញ្ចឹងយើងត្រូវតែកាត់អញ្ចឹងបងប្អូនបើសិនតែអត់ចង់មានបញ្ហាអស់នឹងទៀតទេចាអត់ចង់កាត់ទេបងប្អូនណាអាចជ្រើសរើសម៉ាទីវីតាមីនបូកជាមួយនឹង Click Plus នឹងជួយកត្រាស្បូនទីស្បូនបងប្អូនឡើងទៅលើវិញឲ្យរដូវមកល្អទ្វាមានហាប់តាំងណែនមានសំណើមកែបញ្ហារបស់បងប្អូនមានទំនុកចិត្តចារស់នៅជាមួយដៃគូមានភាពស្និទ្ធស្នាលបើសិនណាបងប្អូនចង់ប្រឹក្សាដោយសម្ងាត់ចាបងប្អូនអាចឆាតចូលពេកណា